ស្វាគមន៍ជាមួយនឹងប្រិមិត្តយើងទាំងថ្មីទាំងចាស់ទាំងបរិបទនារីទាំងចិត្តទាំងឆ្ងាយត្រឡប់ជួបជាមួយនឹង admin អឹមលក្ខណៈសង្ខេបរឿងជាបន្តទៀតហើយសម្រាប់ថ្ងៃនេះក៏យើងនឹងបន្តជាមួយនឹងឈុតឆាកនៃសាច់រឿងរបស់យើងគឺរឿងកំពូលសង្សារជាបន្តទៀតហើយក្នុងនោះប្រិមិត្តពុកម៉ែបងប្អូនក៏អាចចូលរួមលើកទឹកចិត្ត admin បានតាមរយៈកុង ABA ខាងលើនេះបានណាតោះឥឡូវនេះយើងទៅតជាមួយនឹងឈុតឆាកនៃសាច់រឿងរបស់យើងជាបន្តទៀតជាមួយនឹងរឿងកំពូលសង្សារភាគទី18នៃវគ្គទី3លោកដុកទ័រថាមិនក៏មិនពាក់ស្រោមដៃហើយចឹងនឹងសង្កេតថាអត់អីទេហើយចឹងឈឺអត់អីទេតោះចាប់ផ្ដើមបន្តទៀតទៅហើយក៏ចាប់ផ្ដើមបញ្ចេញកំហឹងជាមួយនឹងលោកពូតែម្ដងប៉ុន្តែណែត្រូវរហូតហ្នឹងចាគាត់អត់ចេះហ៎ដោយសារតែគាត់មិនទាន់មានការពិវត្តដូចជាអ្នកផ្សេងអញ្ចឹងណាហើយលោកពូក៏ថាទៅរួចអត់ណែថាអត់បញ្ហាទេត្រឹមប៉ុណ្្នឹងតោះបន្តទៀតទៅហើយក៏ចាប់ផ្ដើមវាយត្រូវលោកពូវាយម្ដងទៀតចាហើយគាត់ក៏សួរថាតើយ៉ាងម៉េចទៅហើយអញ្ចឹងណាដុកទ័រក៏និយាយទាំងតែហេតុប្រហបថាពេលនេះគាត់បានយកឈាមរបស់ស៊ូលីនឆាយហើយធីនជីនជីចាក់បញ្ចូលរួមមកក្នុងខ្លួនរបស់គាត់តែម្ដងហើយលោកពូក៏សួរថាលទ្ធផលវិញនោះណែគេថាអត់ទេគឺឈាមរបស់អ្នកនាងធានគឺហាក់បីដូចជាបំផ្លាញឈាមរបស់ស៊ូលីនឆាយហើយនឹងមនុស្សប្រែកាយផ្សេងទៀតអញ្ចឹងណាអញ្ចឹងវាហាក់បីដូចជាសាប៊ូហើយនឹងប្រេងខ្លាញ់គឺមិនអាចចូលគ្នាហើយណែក៏និយាយថាហ្នឹងហើយគិតអញ្ចឹងក៏បានដែរហេតុនេះហើយវាជាហេតុផលដែលធីនជីជីអាចពោពោះកូនស៊ូលីនឆាវបានអញ្ចឹងទៅលោកដុកទ័រថាតោះយើងបន្តទៀតទៅតែលោកពូគាត់យកដៃញុលទេណាហើយគាត់ក៏កំពុងតែខ្យង់គិតបន្តិចឯណាពេលភ្លេចខ្លួនណែដាក់ផាងតែលោកពូដឹងខ្លួនតាន់ដាក់ម៉ាំងទៅវិញដួលព្រុសចាខូចមែនចាហើយលោកពូក៏សួរថាអីទេអីណែគេថាអូយអត់បញ្ហាទេត្រឹមប៉ុណ្្នឹងលោកដុកទ័រក៏ថាដង្ហើមហើយជីបចោទាំង6ហ្នឹងគឺបានបាយលុកគ្នាណាអញ្ចឹងទៅក៏លោកពូនេះជួយឲ្យក្រោកឡើងបានទៅហើយលោកគ្រូពេទ្យក៏និយាយថាសិស្សច្បងខ្ញុំដឹងថាសិស្សច្បងចង់សួរអីខ្ញុំព្រោះថាការបំលែងឈាមរបស់ធានជីនជីគឺជាគំរូដែលបានរកឃើញហើយលោកពូក៏តបថាវាគឺជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយឯងក៏បានដឹងដែររឿងនេះនោះហើយដុកទ័រក៏និយាយថាបើសិនជាកូននោះកើតមកវាប្រកាសជាមានគំរូនៃពុំឈាមថ្មីហើយលោកពូក៏សរសើរថាល្អហើយអញ្ចឹងហើយណែក៏តបវិញថាប៉ុន្តែស៊ូលីនឆាយគេអាចឲ្យកូនគេមកធ្វើជាគ្រឿងសាក់លបងឲ្យយើងឲ្យអត់លោកពូក៏តបថាមិនមែនជាគ្រឿងសាក់លបងទេគឺជារឿងអ្នកដឹកនាំអញ្ចឹងហើយគេត្រូវតែយល់ហើយលោកដុកទ័រក៏ឆ្លើយថាអូខេអញ្ចឹងបានអត់បញ្ហាហើយគេក៏បន្តទៀតលោកពូថាបើសិនជាបានខ្សែក្រវ៉ាត់មាសកំភ្លេចដៃគូម្នាក់នេះអញ្ចឹងណាហើយលោកដុកទ័រថាអត់ទេមិនទាន់ចង់បានខ្សែក្រវ៉ាត់ទេចង់ធ្វើឲ្យប្រឡាក់អាវបងសិនអញ្ចឹងណាប្លង់នៃឈុតឆាកនេះគឺជាឡានរបស់អ្នកនាងធានជីងជឺរបស់យើងណាឡានក៏ឈប់អ្នកនាងរបស់យើងក៏ចាប់ផ្ដើមចុះមកតែម្ដងហើយក្នុងនោះនាងក៏បិទទ្វារឡានហើយក៏ចាប់ផ្ដើមមើលអាផាតមិនហ្នឹងហើយក៏ចាប់ផ្ដើមទាញកាបូបយកទូរស័ព្ទរបស់នាងដើម្បីចុចទេអញ្ចឹងណាប៉ុន្តែក្នុងនោះគឺចាប់ផ្ដើមប្លង់ត្រង់នេះគឺចាប់ផ្ដើមឃើញមនុស្សអាកំបាំងទៀតហើយចារាត្រីក៏បានចូលមកដល់អញ្ចឹងណាហើយក្នុងនោះអ្នកនាងប៉ៃលូរបស់យើងកំពុងនៅមុខកុំព្យូទ័រដើម្បីរាយការណ៍ជូនមេគាត់នេះគឺជាដំណឹងចុងក្រោយអញ្ចឹងណាចាប់ខ្លួនរបស់ហុងជីខ្វាងបានហើយប៉ូលីសលោកប៉ូលីសហ្នឹងគឺគាត់កំពុងតែទទួលបាននៅរង្វាន់សារនោះក៏លោតតបវិញថាហុងជីខ្វាងនិយាយចំទៅកម្ពុជាមនុស្សរបស់យើងមិនអាចបើកចំហបានឡើយហើយនេះក៏តបថាឥឡូវហ្នឹងគេគឺបានស្លាប់បាត់ទៅហើយកុំបារម្ភអីអញ្ចឹងទៅគាត់ក៏ថាអញ្ចឹងអត់បញ្ហាទេឥឡូវនេះគាត់ទៅជប់លៀងជាមួយនឹងក្រុមការងាររបស់គាត់សិនហើយចំណែកឯឈុតឆាកនេះគឺលោកអធិការកំពុងនិយាយទូរស័ព្ទហើយក៏បាននិយាយថាលោកពូចាប់អារម្មណ៍រឿងប៉ូលីសនឹងតាំងពីកាលហើយទៅលោកពូក៏តបថាមិនឯងគិតថាយើងជាអ្នកចំណូលមុខលុយមែនអធិការនឹងក៏តបវិញថាអត់ទេហើយលោកពូក៏ថាកាលមុនឯងគឺស្រឡាញ់សៀវជឺហើយអ្នកដែលកាន់គម្រោងការរបស់សៀវជឺនោះគេបានឃើញនៅព័ត៌មានរបស់ឯងតែម្ដងហើយអ្នកនៅក្នុងក្រុមហ៊ុនណាគេគ្រប់គ្រងខ្លាំងណាស់ហើយអញ្ចឹងហើយឯងត្រូវការឲ្យពូជួយដែរឬក៏អត់ទេរឿងនេះចំណែកលោកអធិការហ្នឹងក៏និយាយថាលោកពូឈប់លោលែងជាមួយខ្ញុំទៀតទៅរឿងនេះនោះហើយលោកពូហ្នឹងក៏តបថាអត់អីទេអញ្ចឹងបានហើយលោកពូថាមិនត្រូវពេលនេះគឺមានអ្នករងចាំឯសារភាពក៏ថាបានហើយក៏លេខមកក៏ឃើញស៊ូលីនឆាយហើយក៏ប្រាប់លោកពូថាលោកពូប៉ុណ្ណឹងចុះខ្ញុំរវល់បន្តិចហើយក៏បាត់ទូរស័ព្ទតែម្ដងហើយក៏លេខសួរថាមកដល់តាំងពីពេលណាស៊ូលីនឆាយក៏ថាតាំងពីលោកទទួលទូរស័ព្ទរបស់លោកឈីវមកម្ណេះហើយក៏ដាក់ខ្លួនអង្គុយចុះហើយណែក៏សួរថាស្គាល់គាត់ដែរមែនគាត់ក៏តបថាធ្លាប់ជួបម្ដងម្កាលអញ្ចឹងណែក៏ថាអូភ្លេចទៅការពិតលោកនៅអតុលមុខផ្ទះសៀវជឺហើយម្យ៉ាងទៀតគាត់គឺជាមេរបស់អ្នកនាងធានអញ្ចឹងណាហើយក៏ចាប់ផ្ដើមគាត់ដបស្រាលើកដបស្រាហ្នឹងជុលស៊ូលីនឆាយហើយស៊ូលីនឆាយក៏សួរថាលោកណាត់ខ្ញុំមកឲ្យខ្ញុំនឹងកំដរលោកផឹកហ្នឹងមែនទេ
ចាអញ្ចឹងទៅអ្នកអត់សេតកំដរអ្នកសេតអញ្ចឹងណាអញ្ចឹងបងប្អូនយើងអ្នកណាខ្លះសេតចាចេញមុខមកទាំងអស់គ្នាមកចាសេតមួយគ្នាតោះអញ្ចឹងអ្នកទាំងពីរក៏ចាប់ផ្ដើមបន្តនិយាយគ្នាណែក៏ប្រាប់ថាហុងជីខ្វាំងស្លាប់ហើយគាត់ក៏ឆ្លើយថាខ្ញុំអត់ដឹងរួចទៅហើយអញ្ចឹងនេះគឺជារឿងដែលខ្ញុំត្រូវបារម្ភខ្លាំងណាស់ពេលដែលហុងជីខ្វាំងនៅរស់គឺគេជាមេគ្រោះថ្នាក់អញ្ចឹងណាពេលហ្នឹងក៏ស្ងៀមឈឹងហើយណែក៏សួរថាហេតុអីក៏ត្រឡប់មកវិញអញ្ចឹងស៊ូលីឆាវមើលមុខតែម្ដងលោកអធិការរបស់យើងក៏និយាយថាទោះបីជាមិននិយាយខ្ញុំដឹងដែរគឺលោកនៅស្រឡាញ់សាវជឺអញ្ចឹងទៅស៊ូលីឆាវរៀងផ្លឹកបន្តិចណាណែក៏អោនមុខចុះព្រោះថានៅស្រឡាញ់អ្នកនាងធានយើងហ៎ហើយនាងក៏នៅស្រឡាញ់លោកទៀតអញ្ចឹងហេតុដូច្នេះហើយទៅបានជានាងមិនចង់ឲ្យលោកពាក់ព័ន្ធជាមួយនឹងរឿងនេះតែម្ដងហើយក្នុងគណៈពេលវេលានេះមិនដឹងថាលោកទុកនាងក្នុងតំណែងអ្វីទៅថ្ងៃអនាគតខ្ញុំមិនដឹងថាយ៉ាងម៉េចអញ្ចឹងក៏មើលថែនាងឲ្យល្អទៅអញ្ចឹងណាហើយនេះវិញក៏ចាប់ផ្ដើមអរគុណលោកអធិការរបស់យើងប៉ុន្តែអធិការមកស្ងួនហើយនេះក៏និយាយថាអរគុណហើយដែលទុកចិត្តចំពោះគាត់ដែលធ្វើឲ្យគាត់មិនមានបញ្ហាអីអញ្ចឹងណាហើយលោកអធិការរបស់យើងនេះក៏ចាប់ផ្ដើមសេតទៀតហើយគឺលើកដាច់តែឯងតែម្ដងអញ្ចឹងណានេះហើយគឺរោគស្នេហាប្លង់ថងនេះអធិការនៅតែខ្វងខ្វាយថាហុងជីខ្វាងស្លាប់ហើយប៉ុន្តែហាក់បីដូចជាបញ្ហាធំវាមិនទាន់ដាច់ស្រេចសោះហើយយើងក៏កលេចមកមើលភ្នូនៅកណ្ដាលព្រៃឯណាចាមនុស្សអាកំបាំងកាន់កាក់នឹងទៀតហើយចាក្លឹបចាំដឹងយ៉ាងម៉េចឯណាប៉ុន្តែឈុតឆាកនេះគឺមនុស្សម្នាក់មិនដឹងថាមនុស្សឬក៏ខ្មោចឬក៏បីសាចទេចាខ្លួនប្រឡាក់សុទ្ធតែឈាមដើរធ្វើតេតាដូចទៅទៅគេសំពងហើយអញ្ចឹងណាដូចត្រូវវាយឡើងខ្ទេចខ្ទីឈាមអស់ហើយមើលហូរឈាមពេញលហាចចាចំណែកថងនេះគឺជាការគោរពវិញ្ញាណក្ខន្ធណារបស់មនុស្សអាកំបាំងម្នាក់នងតែម្ដងណាយកផ្កាមកដាក់គោរពបូជាមិនដឹងគ្រប់អ្នកណាទេចាក្នុងនោះគឺមនុស្សអាកំបាំងដែលចូលចិត្តកាន់កាក់នឹងឯងចានេះឃើញទេគាត់ក៏ចាប់ដាក់ទៀងកាក់ឲ្យបោះកាក់ទៅតែម្ដងចាហើយប្លង់ឡៃនេះគឺលោកអធិការទៀតហើយគាត់ក៏បន្តនិយាយថាអ្នកណាជួលគេឲ្យមកនៅទីនោះជួលផ្ទះឲ្យហុងជីខ្វាងហើយក៏ជួលអ្នកមើលថែគេថែមទៀតគឺថាសង្ងំខ្លួនយ៉ាងប្រយ័ត្នគ្រប់ជំហានហើយអ្វីដែលសំខាន់ណាមិនមែនហុងជីខ្វាងនឹងជាមនុស្សដែលគួរឲ្យសំណោះអាឡោះអាល័យនោះទេស៊ូលីឆាក៏និយាយថាអញ្ចឹងលោកគិតថាអ្នកផ្សេងគឺជាឃាតករមែនទេអញ្ចឹងលោកអធិការក៏និយាយថាអាចប្រហែលជាមានធិរកផ្សេងហើយនេះគ្រាន់តែឈុតឆាកនៃការសម្ដែងរបស់គេទេហើយគាត់ថាពីមុនគាត់មិនដែលសង្ស័យហុងជីខ្វាងត្រង់ចំណុចនោះឡើយស៊ូលីឆាថាបើសិនជាគេលាក់បាំងសមាជិកភាពពិតអញ្ចឹងគេគឺដឹងច្បាស់ពីរឿងរបស់ហុងជីខ្វាងខ្លាំងណាស់ជាពិសេសគឺរឿងរបស់ពួកយើងលោកអធិការថាអញ្ចឹងហើយគឺគេធ្វើឲ្យខ្ញុំបារម្ភខ្លាំងណាស់ហេតុដូច្នេះហើយគឺខ្ញុំគិតថាគេក៏ជាកម្ពុជាមនុស្សដែលស្គាល់ហុងជីខ្វាងដែរគឺច្បាស់ខ្លាំងណាស់គេប្រកាសជាស្គាល់ពួកយើងទាំងអស់គ្នាតែម្ដងនោះហើយស៊ូលីឆាថាអញ្ចឹងបានជាលោកមកទឿនខ្ញុំមែនទេលោកអធិការក៏និយាយថាអញ្ចឹងក៏បានដែរប៉ុន្តែហុងជីខ្វាងគឺស្លាប់ហើយប៉ុន្តែខ្ញុំនៅតែបារម្ភខ្លាចមានគ្រោះថ្នាក់ដល់ស៊ីវជឺលោកអធិការក៏បន្តនិយាយថាមួយរយៈនេះឃើញស៊ីវជឺដូចជាផ្សាយផ្ទាល់លែងមានបញ្ហាហើយលោកជួយនាងមែនតែក៏ឆ្លើយថានិយាយចំទៅគឺគាត់នេះជាអ្នកដែលសាងបញ្ហាទាំងអស់នោះឲ្យកើតមានឡើងអញ្ចឹងណាលោកអធិការក៏បន្តថាលោកដឹងខ្លួនឯងអញ្ចឹងល្អហើយនិយាយចំទៅបើយើងសាងហើយយើងត្រូវទីអ្នកដោះស្រាយវិញអញ្ចឹងណាហើយអធិការក៏បន្តសួរថាមកវិញលើកនេះតើនៅយូរប៉ុណ្ណាដែរទៀតអញ្ចឹងណាហើយស៊ូលីឆាវក៏និយាយថាក៏មិនដឹងដែរព្រោះថាស្ដាប់ឮនៅបញ្ហាដែលលោកបាននិយាយហើយក៏មិនដឹងថាបញ្ហានេះវានឹងអាចកើតមានឡើងនៅពេលណាទៀតអញ្ចឹងណាគឺគាត់បារម្ភខ្លាំងណាអញ្ចឹងទៅអ្នកទាំងពីរក៏បន្តសេតចាផឹកជាមួយគ្នាជាពិសេសលោកអធិការរបស់យើងផឹកច្រើនជាងតែម្ដងណាហើយក៏លោកអធិការចាប់ដើមបន្តជាមួយនឹងការផឹករបស់គាត់បន្តទៀតអញ្ចឹងណាអញ្ចឹងទៅអ្នកទាំងពីរក៏ចាប់ដើមបែកគ្នាតែម្ដងលោកប៉ាកំពុងដើរនៅមុខផ្ទះមិនមែនធ្វើជាសន្តិសុខភូមិអីទេណាចាគឺកំពុងតែដើរមួយត្រឡប់ពីជួបជាមួយនឹងលោកអធិការអញ្ចឹងទៅក៏សម្លឹងមើលផ្ទះរបស់ដៃគូរបស់គាត់តែម្ដងអញ្ចឹងណានិយាយចំទៅគឺការបារម្ភរបស់គាត់នឹងគឺបារម្ភខ្លាំងគឺអ្នកនាងធានរបស់យើងនឹងតែម្ដងអញ្ចឹងទៅមិនដឹងថាយ៉ាងណារឿងនឹងវាអាចកើតឡើងប៉ះលើនាងអត់អីអត់អញ្ចឹងណាហើយក៏ចាប់ផ្ដើមដើរចូលក្នុងផ្ទះចំណែកតង់ក៏លេងហ្គេមគាត់ក៏បានដើរចូលមកដល់ក្នុងផ្ទៃនៃទីធ្លាផ្ទះតែម្ដងតង់ក៏លេឃើញហើយក៏សួរថាបងស៊ូមកផ្ទះហើយអីអញ្ចឹងទៅណែដាក់ខ្លួនដកដង្ហើមធំតែម្ដងលើសាឡុងណែក៏ចាប់ផ្ដើមស្ងល់ហើយក៏ងើបមកចិត្តអញ្ចឹងណាហិតក្លិនតែម្ដងស៊ូលីឆាក៏ឆ្ងល់ហើយណែក៏សួរថាលបងស៊ូគឺទុបតែមកពីផឹកមែនបានធំក្លិនស្រាហើយផឹកនេះគឺផឹកជាមួយនឹងច្បងសៀវយិនត្រូវអត់ហើយនេះក៏មិនក៏ឯងដឹងអញ្ចឹង
បងនៅទីនេះគឺតែម្នាក់ឯងទេហើយការផឹកគឺមិនអាចទៅផឹកជាមួយនឹងក្មេងៗនៅកន្លែងតែខ្វាន់ដូវឡើយហើយគឺច្បាស់ខ្លាំងណាស់គឺបងមានតែទៅផឹកជាមួយនឹងលបងសៀវយានតែប៉ុណ្ណឹងនោះហើយអញ្ចឹងណាហើយនេះក៏រៀងដកដង្ហើមធំបន្តិចហើយតុងក៏សួរថានៅផ្ទះបាយមានស៊ុបត្រូវការអត់ហើយលោកប៉ានេះក៏ថាមិនបាច់ទេអញ្ចឹងទៅក៏ងាករៀងខ្លួនហើយក៏នឹកអ្នកម៉ាក់សួរថាហើយល្ងាចមិញធានចិញ្ជីញ៉ាំអីតុងឆ្លើយថាអត់ដឹងផងព្រោះខ្ញុំទៅរៀននៅក្រុមហ៊ុនតាំងពីម៉ោង 5 ម្លេះហើយមកដល់វិញម៉ោង 9 ហើយឃើញផ្ទះទល់មុខនឹងបិទអញ្ចឹងទៅទើបចិត្តមិនចង់រំខានអញ្ចឹងណាហើយលោកប៉ានិយាយទាំងគ្រឿងក្រំថាពេលអនាគតឯងនៅក្បែរធានចិញ្ជីគួរតែប្រយ័ត្នផងដឹងដែរទេតុងក៏ឆ្លើយថាបាទតែពេលហ្នឹងតុងរៀងឆ្ងល់នៅសម្ដីគាត់អញ្ចឹងណាហើយក៏ងើយមើលមុខអញ្ចឹងទៅហើយក៏ឃើញលោកប៉ាហ្នឹងកំពុងតែធ្មើបាត់ហើយក៏ងើបមកនិយាយថាលបងស៊ូលបងចង់ទៅហើយលបងចង់ទៅចៅខ្ញុំហើយចូលដល់ឌីងធាននោះហើយលោកប៉ាក៏ថាយើងទឿនឯងតែមួយប្រយោគតើហើយតុងនេះគេធ្វើហើយចាគេដកដង្ហើមធំមកគេស្អីថាអូយលុះព្រលឹងអស់លីងខំតែភ័យលបងយ៉ាប់ណាស់ហើយក៏ងាកមកលេងហ្គេមបន្តទៅហើយតុងក៏និយាយថាលបងស៊ូអ្នកឌីងធានចេញទៅក្រៅតែម្នាក់ឯងតាំងពីរសៀលមកម្លេះហើយនៅភ្ញាក់ព្រឺតហើយក៏សួរសំណួរថាឥឡូវនាងមកហើយនៅអញ្ចឹងណាហើយតុងនេះរៀងភាំងដែរមិនដឹងថាមកហើយក៏នៅទេចាអរគុណជាមួយនឹងសាច់រឿងរបស់នាងខ្ញុំក៏សូមពឹងពាក់ឲ្យបងប្អូនជួយ share ក៏ដូចជា subscribe នៅ channel របស់នាងខ្ញុំផងណាជូនពរចុងក្រោយសុខភាពល្អសំណាងល្អជម្រាបលា